ការបដូរឯកតារបស់ទម្ងន់ចានអ្នកគ្រូមាន6គីឡូក្រាម900ក្រាមចាបដូរទៅជាក្រាមចាអញ្ចឹងនៅក្នុងការបដូររបស់ទម្ងន់ចាដែលមានຂະຫນាតគីឡូក្រាមផងក្រាមផងបែបនេះចាកូនធ្វើការមើលទៅលើចម្លើយរបស់យើងថាតើគេឲ្យយើងបដូរទៅជាអ្វីចាអញ្ចឹងគេឲ្យយើងបដូរទៅជាក្រាមចាអញ្ចឹងអ្វីដែលខុសពីក្រាមចាកូនធ្វើការបដូរវាឲ្យទៅជាក្រាមសិនចាកូនមើល6គីឡូក្រាមនេះចាអញ្ចឹងកូនត្រូវបដូរ6គីឡូក្រាមនេះឲ្យទៅជាក្រាមចាបន្តមកទៀតបានកូនធ្វើការបូកជាមួយនឹង900ក្រាមចាចេះកូនសរសេរចម្លើយដដែលសិនណាចា6គីឡូក្រាម900ក្រាមចាអញ្ចឹង6គីឡូក្រាមនេះចាគឺកូនធ្វើការបដូរវាឲ្យទៅជាក្រាមចាអញ្ចឹងដូចដែលយើងបាននឹងឲ្យថា1គីឡូក្រាមចាគឺស្មើជាមួយនឹង1000ចា1000ក្រាមចាអញ្ចឹងបាន6នេះគុណជាមួយនឹង1000ក្រាមចាបូកជាមួយនឹង900ក្រាមចាអញ្ចឹង6គុណជាមួយនឹង1000ចាគឺបាន6000ក្រាមចាបូកជាមួយនឹង900ក្រាមចាអញ្ចឹង6000ក្រាមបូកជាមួយ900ក្រាមចាគឺបាន6900ក្រាមចាអញ្ចឹងចម្លើយស្មើ6900ក្រាម